មន្ទីរពេទ្យនៅភូមិខាងត្បូងប្រទេសថៃកំពុងខ្វះកន្លែងរក្សាទុកសាកសពរបស់ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតដោយសារតែទឹកជំនន់នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃសុក្រនេះលោកឆានបុគ្គលិកធ្វើការនៅអគាររក្សាទុកសាកសពក្នុងមន្ទីរពេទ្យមួយកន្លែងនៅក្នុងខេត្តសង្ខ្លាភូមិខាងត្បូងថៃនិយាយថាកន្លែងសំខាន់សម្រាប់ទទួលសាកសពជនរងគ្រោះដោយសារតែទឹកជំនន់បានពេញអស់ជាហេតុនាំឲ្យអាជ្ញាធរសម្រេចយករថយន្តដឹកទូទឹកកក Class C ចំនួន3គ្រឿងមកជួយសម្រួលលោកបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថាកង្វះខាតនេះបានកាប់មានឡើងបន្ទាប់ពីចំនួនអ្នកស្លាប់ដោយសារតែទឹកជំនន់នៅក្នុងខេត្តសង្ខ្លាហក់ឡើងខ្លាំងបើតាមរដ្ឋាភិបាលថៃចំនួនអ្នកស្លាប់ដោយសារតែទឹកជំនន់នៅក្នុងខេត្តមួយនេះក្នុងរយៈពេលជាច្រើនថ្ងៃមកនេះបានកើនឡើងដល់ជាង80នាក់ហើយបញ្ហានេះក៏នាំឲ្យរដ្ឋាភិបាលប្រកាសព្យួរការងារអភិបាលស្រុកហាត់យ៉ៃនៅក្នុងខេត្តសង្ខ្លាជុំវិញការខកខានទៅនឹងការឆ្លើយតបចំពោះបញ្ហាទឹកជំនន់ដ៏ខ្លាំងក្លានេះបច្ចុប្បន្នស្រុកជាច្រើននៅក្នុងខេត្តភៀកខាងត្បូងប្រទេសថៃជាពិសេសនៅស្រុកហាត់យ៉ៃដែលមានព្រំដែនជិតនឹងប្រទេសម៉ាឡេស៊ីកំពុងតែគ្របដណ្ដប់ទៅដោយគ្រោះធម្មជាតិដ៏បំផ្លិចបំផ្លាញមួយនេះដោយបង្ខំឲ្យអ្នកស្រុកឡើងលើដំបូលផ្ទះរបស់ខ្លួនដើម្បីរក្សាសុវត្ថិភាពបើតាមនាយកដ្ឋានធារាសាស្ត្រថៃគ្រោះមហន្តរាយទឹកជំនន់ដ៏អាក្រក់មិនធ្លាប់មាននៅក្នុងរយៈពេល300ឆ្នាំមកនេះប៉ះពាល់ទៅដល់ពលរដ្ឋជាង127,000 គ្រួសារហើយអាចនាំឲ្យប្រទេសថៃខាត់បង់សេដ្ឋកិច្ចក្នុងរង្វង់$775 លានផងដែរ